ធម្មតាអ្នកទាំងអស់គ្នាធម្មតាអ្នកទាំងអស់គ្នាពេលបញ្ចូលរួចហើយវាអាចខុសត្រូវហ៎ចឹងអត់ដូច្នេះយើងត្រូវការកែហើយចឹងបើត្រូវការកែគឺអ្នកទាំងអស់គ្នាយើងវាយនៅក្នុងនេះគេហៅថា filter file វាសិនណាបាទ filter file ចឹងយើងវាយមើលបងប្អូនយើងវាយថា ID object ID មកប៉ុណ្ណេះយើងចង់ find ពពួកdocument ណាដែលមាន ID របស់វាប៉ុណ្ណឹង find ទៅអីដើម្បីយើង update បងប្អូនបាទអញ្ចឹងអ្នកទាំងអស់គ្នាអាច find មកអូខេអញ្ចឹងឃើញហ៎ឃើញអត់ឃើញមួយហ្នឹងអញ្ចឹងហ៎តោះហើយអ្នកទាំងអស់គ្នាចុចកន្លែងបាទអ្នកទាំងអស់ចុចកន្លែង edit នេះបាទ update ណាបាទនេះគេហៅ update data យើងចុចមកពេលនោះវាចេញតម្រងចេះទៀតដែរប៉ុន្តែខាងលើនេះកន្លែង filter នេះវាដាក់ ID ឲ្យអត់បងប្អូនបាទតោះដាក់ឲ្យ ID អញ្ចឹងមិនយើងអាច update បានវាកើតឡើងនៅពេលណាហ្នឹងកើតឡើងនៅពេលដែលយើង search នៅកន្លែង filter នេះអញ្ចឹងគឺខ្ញុំ copy ពី ID នេះយកមកដាក់ដើម្បី search វានេះបាទអញ្ចឹង find មកអញ្ចឹងយើងបានទៅទិន្នន័យប៉ុណ្ណាបាទឧទាហរណ៍ថាយើងចាប់ផ្ដើម update កន្លែង age នេះបាទយើងចង់ update ទៅ40អញ្ចឹងយើងចុចកន្លែង update នៅក្នុងនេះគឺអ្នកទាំងអស់គ្នាដាក់កន្លែងក្នុង set នេះក្នុង set ហ្នឹងណាបាទមិញរបស់យើងចង់ update ទៅគេ age អញ្ចឹងហ៎បាទអញ្ចឹងយើងវាយ age មកហើយដាក់វាថា40ប៉ុណ្ណឹងមកវា update ហើយបងប្អូនចុះលក្ខខណ្ឌបើយើងដាក់40អញ្ចឹងវាកន្លែងណាធម្មតាតែយើងចង់បើនៅក្នុងពពួក MySQL ពេលយើងចង់ update វាមាន var អញ្ចឹងណា var វាគឺខាងលើនេះឯងតោះនេះបាទអញ្ចឹង update អានេះយើង refresh វាបន្តិចផងណានេះ refresh កន្លែងនេះអញ្ចឹងវាអត់ឃើញទេតោះនេះបាទតោះនេះចង់ update address នេះ address នេះក៏ដូចគ្នាអញ្ចឹងបើខ្ញុំចុច update ឥឡូវ address វាអត់មានអញ្ចឹងហ៎ខ្ញុំដាក់ថា address ចុច2បាទអីគេ home ចុច2អីគេstreet អីគេ city បាទនេះហើយចុច update បាទយើងចុច refresh មួយមកបានឃើញតោះនេះបាទហ្នឹង update ណា update មួយទៀតបើអ្នកទាំងអស់គ្នា update ដូចខ្ញុំមិញគឺវានឹង replace អាថ្មីទៅអាចាស់ replace អាចាស់ទៅអាថ្មីទាំងអស់តែ update មកប្រភេទទៀតឧទាហរណ៍ថាខ្ញុំចង់ update នេះខ្ញុំចង់ update home នេះទៅផ្សេងទៀតណាបាទអញ្ចឹងយើងមើលអញ្ចឹងយើងសេ address ដដែល address ចុចតោះនេះអានឹងកន្លែងនេះវាខុសគ្នាបន្តិចទេចុចអីគេចុច home តោះនេះបាទចុច home មែនបែកចេះមកតោះបាទអាហ្នឹងយើង update បានន័យថាម៉េចយើង update address ហើយ update ក្នុង field home មួយទៀតណាប់តន់បើសិនជាអ្នកទាំងអស់នេះដាក់អញ្ចេះវានឹងលុបអាចាស់ចោលទាំងអស់បាទដាក់អញ្ចេះខ្ញុំថា home អញ្ចឹងបានន័យថានៅក្នុង address មាន field 4ហ្នឹងវាលុបចោលអស់ហើយវាដាក់ថ្មីគឺគេ home តោះណាកន្លែងណាប្រយ័ត្នប្រយែងតិចណាបាទអញ្ចឹងយើងគ្រាន់តែចំណាំវាអញ្ចឹង
ចុចបាទចុចហើយប៉ុណ្ណឹងវាអាប់ដេតទៀតបងប្អូនអូខេអញ្ចឹងប៉ុណ្ណឹង